កាន់ក៏ប៉ុន្តែអាស៊ីសេរីភាសាខ្មែរទៅគ្រប់គ្រងអាមនុស្សភូតកុហកអាមនុស្សមកប្រមូលស្រោមសម្បត្តិអត់បង់ពន្ធនៅស្រុកអាមេរិកហើយបែងចែកបពុដែលពលរដ្ឋអាមេរិកកាំងដើមកំណើតខ្មែរមិនមានលទ្ធភាពបញ្ចេញសម្លេងរបស់ខ្លួនក្នុងអាស៊ីសេរីទេជីវភាពរបស់ប្រជាជនអាមេរិកដើមកំណើតខ្មែរក៏គ្មានការផ្សព្វផ្សាយអ្វីលទ្ធិប្រជាធិបតេយ្យធម្មមនុញ្ញភាពសេរីភាពសិទ្ធិសង្គមស៊ីវិលអត់មានជនរងគ្រោះតែយកមកផ្សាយដែលគេអួតថាគេមានបណ្ដាញគេដែលទទួលព័ត៌មានពីស្រុកខ្មែរមកលើសពីលទ្ធភាពដែលគេអាចផ្សាយបានគឺយកព័ត៌មានតាមរយៈបណ្ដាញនយោបាយរបស់គេមាននិន្នាការនយោបាយគេយកព័ត៌មានតាមបណ្ដាញនយោបាយរបស់គេដល់អញ្ចឹងទៅវាបំរើសេចក្តីត្រូវការអ្នកស្ដាប់នៅក្នុងប្រទេសកម្ពុជាអានោះខ្ញុំអត់ដឹងថាអ្នកស្ដាប់នៅប្រទេសកម្ពុជាគេស្ដាប់យ៉ាងម៉េចអីខ្ញុំមិនដឹងទេប៉ុន្តែចំពោះអ្នកនៅក្រៅអ្នកដែលចូលចិត្តស្ដាប់អាស៊ីសេរីភាសាខ្មែរគឺអ្នកដែលអត់ចូលចិត្តហ៊ុនសែនហើយចង់ដឹងតែព័ត៌មានប្រឆាំងចំណែកអ្នកនៅស្រុកខ្មែរខ្ញុំអត់ដឹងទេប៉ុន្តែបើគេចង់ស្ដាប់ព័ត៌មានតែប្រឆាំងនឹងហ៊ុនសែនប្រឆាំងនឹង CPP គេចាញ់លុយទៅចាញ់លុយទៅរត់យកទៅកុំយកលុយខ្ញុំពីពលលុយពន្ធដាររបស់ខ្ញុំហើយនឹងពន្ធដាររបស់ពលរដ្ឋអាមេរិកកាំងដើមកំណើតខ្មែរដទៃទៀតគេចង់បានវិទ្យុមួយដែលបំរើនយោបាយអាមេរិកមិនមែនវិទ្យុបំរើបពុគ្នាឯងទេគេដឹងហើយថាឯងប្រឆាំងនឹងហ៊ុនសែនឯងប្រឆាំងនឹង CPP ប៉ុន្តែឯងយកលុយពន្ធដារទៅបំពេញនឹងចំអែតមនោគមវិជ្ជារបស់ឯងក្នុងនាមថាឯងជាអាស៊ីសេរីគេអត់សប្បាយចិត្តហើយមកចោទគេថាគេនឹងលក់ក្បាលគេនឹងអាលក់ធ្នាក់របស់ហ៊ុនសែនទីហោដូចជាឌៀមដាមឲ្យខ្ញុំអីជាលក់ធ្នាក់ជាអីបងប្អូនណាបើសិនណាជាមាន